បងប្អូននៅយើងខេត្តកំពង់ចាមហ្នឹងសារថ្មីម្ដងទៀតហើយពិសេសពេលហ្នឹងក៏បងប្អូនឃើញកាន់តែច្បាស់ហើយជាពិសេសខ្ញុំមិនតាមរូបភាពនេះមានអ្នកខ្លះក៏ខ្លាយដែរណាតាមពូយ៉ាមានដូចខ្លាយមុខខ្លះដែរតែពេលលោកប្រធានគាត់ជំរាបពីដើមអញ្ចឹងថាអ្វីគ្រប់បែបយ៉ាងគឺយើងធ្វើដើម្បីជាតិអ្វីគ្រប់បែបយ៉ាងយើងការពារអ្នកក្រីក្រអ្វីដែលយើងខំគ្រប់គ្នាទៅក្នុងប្រទេសនិងក្រៅប្រទេសគឺយើងការពារយុត្តិធម៌និងសេរីភាពរបស់បងប្អូនចឹងហើយបានបងប្អូនខ្មែរយើងនៅអាមេរិកហ្នឹងគាត់ខំខ្នះខ្មែរគាត់គ្មានអីជួយទេក្រៅពីបំបែកការគ្រប់គ្រងរបស់គាត់មកគណៈបកហើយនឹងអភិការខ្លះចំនួនដើម្បីជួយដោះស្រាយបញ្ហាបងប្អូននៅឯក្នុងស្រុកហើយដើម្បីមកខាតពេលយូរអញ្ចឹងខ្ញុំសូមណែនាំឲ្យជួបឈឿនគាត់មកពីគាត់នៅរដ្ឋម៉ាសាយូសេតដែរប៉ុន្តែគាត់មកពីក្រុងលិនអញ្ចឹងសូមបងប្អូនទំនាក់ទំនងមួយគាត់បន្តពីរូបខ្ញុំទៅហើយខ្ញុំសូមជម្រាបលាហើយសូមអរគុណទីដំបូងខ្ញុំសូមជម្រាបសួរអរលោកបងប្អូនទាំងអស់ដែលនៅខេត្តកំពង់ចាមដែលមាននៅថ្ងៃនេះខ្ញុំបានឈ្មោះថៃឈឿនបាទថ្ងៃនេះខ្ញុំបាននៅជាមួយលោកប្រធានតាមពីម្សិលមករហូតដល់ថ្ងៃនេះ2ថ្ងៃជាប់ខ្ញុំសូមជម្រាបបងប្អូននៅខ្លីថាយើងខ្ញុំនៅខាងក្រៅមិនដែលចោលបងប្អូននៅមកវិនិច្ឆ័យណាទេក្នុងការមានញឹកធ្វើការងារឬមួយថាកិច្ចការក្នុងគ្រួសារក៏ដោយប៉ុន្តែពេលដែលលោកប្រធានមកដល់យើងខ្ញុំស្រកស្រាមនៅជាមួយលោកប្រធានខ្ញុំបានឮលោកប្រធានមានប្រសាសន៍នឹងចំណេញខ្លះដែលយើងខ្ញុំមិនបានឃើញផ្ទាល់ផ្នែកកិច្ចការខ្លះដែលយើងខ្ញុំមិនបានចុះផ្ទាល់ជាមួយនឹងអស់លោកបងប្អូននៅក្នុងស្រុកហើយទៅខាងដើមយើងខ្ញុំសូមជម្រាបថាក្នុងនាមបងប្អូនខ្មែរនៅសហរដ្ឋអាមេរិកខ្ញុំមកអាមេរិក30ឆ្នាំខ្ញុំមិនដែលនឹកភ្លេចថាបងប្អូនមកវិនិច្ឆ័យណាទេNever គ្មានទេគ្មានថាមិននឹកដល់បងប្អូនគឺគ្មានគឺថានឹកដល់បងប្អូននឹកដល់ជាតិខ្លាចបាត់បង់ទឹកដីមួយដុំដែលនៅសល់នេះមិនខ្ញុំបានជម្រាបបងប្អូនថាខ្ញុំឈ្មោះថៃឈឿនខ្ញុំមកពីកម្ពុជាក្រោមទឹកដីរបស់ខ្ញុំបាត់ហើយដូច្នោះយើងខ្ញុំសូមជម្រាបឲ្យខ្លីថាយើងខ្ញុំបដិញ្ញាការពារទឹកដីមួយដុំនេះឲ្យបានជាដាច់ខាតទោះបីយ៉ាងណាក៏ដោយខ្ញុំបានជម្រាបលោកប្រធានពីថ្ងៃមិញតែទឹកដីមួយដុំនេះយើងត្រូវការពារដើម្បីទុកថ្វាយបង្គំព្រះសូមមេត្តាបងប្អូនទាំងអស់ជ្រាបដល់ប្រទេសរបស់យើងខ្ញុំនៅខាងក្រៅហើយរឿងនៃយួនដែលមានចិត្តចង់លេបទឹកដីយើងនោះគាត់នឹងមានចិត្តទេមិនបានទេដាច់ខាតមិនបានទេក៏ច្បាប់យួនមកខុសច្បាប់ហើយយើងនិយាយច្បាប់យើងមិននិយាយប្រេងផ្សាយទេយើងនិយាយច្បាប់សម័យនេះគេយកច្បាប់និយាយគេអត់មាននិយាយទេលោកហ៊ុនសែននេះរឿងកាប់ចាក់អីអញឯងហាមាត់ឡើងបិទទ្វារវែងឆ្កែណាមើលងាយជាតិសាសន៍របស់ខ្លួនណាទៅលឹកតម្កើងបរទេសប៉ុន្តែខ្លួនតាំងខ្លួនថាខ្លួននាយករដ្ឋមន្ត្រីខ្មែរប៉ុន្តែខ្លួនបាត់ទ្វារវែងឆ្កែមិនទេថាយ៉ាងម៉េចមិនទេថាយ៉ាងម៉េចលោកហ៊ុនសែនណាលោកកុំគិតថាខ្លួននឹងឆ្អឹងពីមេឃមិនចឹងទេមិនចឹងក្នុងការដោះស្រាយរបស់ជាតិយើងទៅរកវិធីណាក្នុងនាមលោកជាអ្នកដឹកនាំនេះយើងជិះធ្វើឪពុកម្ដាយគេđóលោកការពារជាតិរបៀបមិនការពាររៀងរបៀបមិនការពារទឹកដីរបៀបមិនchứមិនលោកទៅធ្វើនាយករដ្ឋមន្ត្រីនោះលោកទៅធ្វើបាបជាតិឯងជាតិសាសន៍ឯងលោក